ខ្ញុំសាកសម័យថាបើសិនជាខ្ញុំជប់ធ្វើការហើយតែក្នុងមួយថ្ងៃក្នុងនាមខ្ញុំជាម៉ាក់ដូចជា content creator តែខ្ញុំត្រូវធ្វើអីគេខ្លះអញ្ចឹងទម្លាប់ជារៀងរាល់ព្រឹកឥឡូវនេះគឺត្រូវជូនគាត់ទៅសាលារៀនពេលត្រឡប់ពីជូនគាត់ពីសាលាវិញគឺខ្ញុំត្រូវចាប់ផ្ដើមញ៉ាំអាហារពេលព្រឹកហើយអាហារពេលព្រឹកថ្ងៃនេះគឺជាម្ហូបពេញនិយមរៀងរាល់ចុងខែគឺមីឆុងយើងនេះឯងហើយមីឆុងពេលព្រឹកក្តៅៗគឺឆ្ងាញ់ណាស់ទាំងអស់គ្នាបន្ទាប់ពីខ្ញុំញ៉ាំអាហារពេលព្រឹករួចរាល់ហើយខ្ញុំឡើងមកធ្វើបន្ទប់ដើម្បីរៀបចំបោះសម្អាតជូតបន្ទប់ឲ្យបានស្អាតប៉ុន្តែមុនពេលជូតបន្ទប់គឺមិនភ្លេចទេក្នុងការដាក់បទចម្រៀងដើម្បីឲ្យបន្ទប់យើងមានសំឡេងអ៊ូអរបន្តិចយើងក៏មាន mood ល្អក្នុងការធ្វើការងារបន្តជាងលើដល់ពេលយើងបោះបន្ទប់ខ្ញុំបានរៀបចំបោះបន្ទប់កន្លែងធ្វើការគ្រួសារខ្ញុំកន្លែងធ្វើការខ្ញុំហើយបន្តមកទៀតគឺយើងចាប់ផ្ដើមរៀបចំខ្លួននៅក្នុងការធៀបខ្លួនក្នុងការថតវីដេអូ content ហើយបន្ទាប់ពីគេផ្សាយខ្ញុំចាប់ផ្ដើមដាក់វីដេអូដើម្បីថតហើយ iPad នោះគឺជា content ដែលខ្ញុំតែងតែបាននឹកឃើញចាប់ពីថ្ងៃច័ន្ទមកដល់ថ្ងៃសុក្រហើយនេះគឺខ្ញុំកំពុងតែថតវីដេអូបន្ទាប់ពីថតវីដេអូហើយដល់ម៉ោងញ៉ាំបាយថ្ងៃបន្ទាប់ពីបាយថ្ងៃហើយក៏ដល់ម៉ោងត្រូវទៅយកកូនចេញពីរៀនវិញនេះគឺជាទស្សនវិជ្ជានៅសាលាកូនខ្ញុំនេះគឺគេបានចេញពីរៀនហើយចឹងនៅពេលដែលចេញពីរៀនគឺសប្បាយអរអញ្ចឹងឯងហើយពេលឃើញម៉ាក់ទៅយកទៀតរត់តែសប្បាយចិត្តទៀតដោយសារហងៃខ្ញុំធ្វើការអញ្ចឹងខ្ញុំឆ្លៀតបានជួនកាលថ្ងៃប្រហោះជួនកាលថ្ងៃសុក្រទៅនេះអញ្ចឹងទៅឆ្លៀតទៅយកគាត់បានមួយទឹកមួយថ្ងៃឬពីរថ្ងៃហើយបន្តមកទៀតក៏ដល់ពេលត្រូវនាំគាត់ជិះកង់ដើរជុំវិញផ្ទះហើយបន្ទាប់ពីហ្នឹងមកគឺយើងដល់ញ៉ាំអាហារពេលល្ងាចផ្ទះខ្ញុំបានថតដោយសាររៀងរវល់បន្តិចដែរហើយបន្តមកពីញ៉ាំអាហារពេលនេះគឺមើលគាត់ក្នុងការរៀនឲ្យគាត់គូអ្វីដែលគាត់ចង់គូហើយគាត់លេងអ្វីដែលគាត់ចង់លេងហើយបន្ទាប់ពីហ្នឹងមកទៀតគឺត្រូវដល់ពេលរៀបចំឲ្យគាត់រួចទឹកចូលគេថ្ងៃអញ្ចឹងនេះគឺជាវីដេអូរបស់ខ្ញុំមួយថ្ងៃពេញនៅក្នុងនាមជាម៉ាក់ហើយនឹងជា content creator